សូមជូនរឿងអាយលំពាយចាប់ពុះគុណនៃព្រះរតនត្រ័យជាឱសថពិសេសបំផុតក្នុងលោកការសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកាសបៈព្រះអង្គបរិនិព្វានហើយកាលនោះពួកពុទ្ធបរិស័ទនាំគ្នាសាងព្រះចេតិយមាសវិចិត្រដោយកែវ7ប្រការកម្ពស់1យោជន៍មនុស្សទាំងឡាយក្នុងសម័យនោះច្រើនជាសមាទិដ្ឋិតែងសូត្រធម៌រំលឹកគុណព្រះរតនត្រ័យថានមោពុទ្ធាយៈនមោធម្មាយៈនមោសង្ឃាយៈដូចនេះគ្រប់គ្នាកាលនោះមានព្រាហ្មណ៍ម្នាក់ធ្វើអាយលំពាយចាប់ពុះជាអ្នកមានមិច្ឆាទិដ្ឋិជ្រះថ្លាក្នុងគុណព្រះរតនត្រ័យត្រេកអរតែក្នុងកាលចាប់ពុះលុះចាប់បានហើយយកមកបង្រៀនឲ្យលេងល្បែងផ្សេងជួលឲ្យអ្នកនគរមើលយកថ្លៃឈ្នួលចិញ្ចឹមជីវិតថ្ងៃមួយអាយលំពាយឬពួកពុទ្ធបរិស័ទនាំគ្នាសូត្រថានមោពុទ្ធាយៈដូច្នេះក៏សើចចំអកធ្វើត្រាប់តាមហើយដើរទៅរកចាប់ពុះក្បែរដំបូកមួយគ្រានោះមាននាគរាជមួយមានឫទ្ធិច្រើនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យបានទៅបូជាគោរពព្រះចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសម្ពុទ្ធទ្រង់ព្រះនាមកាសបៈគោរពបូជាព្រះចេតិយហើយលូនត្រឡប់មកវិញក៏ជួបនឹងអាយលំពាយឃើញនាគរាជនោះស្ទុះចូលទៅជិតហើយរាយមុនដើម្បីនឹងចាប់នាគរាជនោះឮមុននោះហើយក៏កើតទោសៈក្រេវក្រោតស្ទុះដេញអាយលំពាយនោះវិញបំណងនឹងចាក់សម្លាប់អាយលំពាយដឹងថាជានាគរាជមិនស្ដាប់មុនខ្លួនហើយក៏ភិតភ័យជាខ្លាំងប្រឹងស្ទុះរត់គេចដោយរហ័សមិនបានឈ្ងោកមើលក្រោមក៏ទង្គិចជើងនឹងដុំថ្មដួលភ្លាត់មាត់ថានមោពុទ្ធាយៈនមោពុទ្ធាយៈព្រោះធ្លាប់មាត់កាលធ្វើត្រាប់អ្នកនគរឯនាគរាជគ្រាន់តែឮថានមោពុទ្ធាយៈដូច្នេះក៏រលត់បាត់នៅសេចក្តីក្រោធមួយរំពេចហាក់ដូចជាដុំភ្លើងធ្លាក់ចុះទៅក្នុងទឹកទើបនិយាយទៅរកអាយលំពាយថាមនាលសម្លាញ់អ្នកកុំភិតភ័យអ្វីឡើយយើងមានសេចក្តីជ្រះថ្លាចំពោះអ្នកក្រៃពេកសូមអ្នកទទួលយកគ្រឿងបណ្ណាការនេះចុះនាគរាជក៏ខ្ជាក់ផ្កាមាស3ដុំពីក្នុងមាត់ឲ្យដល់អាយលំពាយហើយប្រាប់ថាផ្កាមាសនេះមួយដុំតម្លៃ1000កហបណៈអ្នកយកមួយដុំទៅបូជាព្រះចេតិយយកបុណ្យរបស់អ្នកទៅចុះមួយដុំយកទៅបូជាព្រះចេតិយឲ្យខ្ញុំមួយដុំទៀតអ្នកយកទៅលក់យកលុយចិញ្ចឹមជីវិតចុះអាយលំពាយក៏មានសេចក្តីជ្រះថ្លាចំពោះគុណព្រះរតនត្រ័យយ៉ាងមុតមមបានថ្វាយខ្លួនជាឧបាសកតាំងពីពេលនោះមកលុះស្លាប់ទៅបានទៅកើតនៅក្នុងឋានសួគ៌បរិបូរណ៍ដោយទិព្វសម្បត្តិជាសុខផ្សេងសានអស់កាលជាយូរអង្វែងរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ